រឿងធនិញ្ជ័យនិងស្ដេចក្រុងចិនភាគស៊ីបាយផ្ងាការដែលធនិញ្ជ័យត្រូវបានស្ដេចក្រុងចិននាំយកទៅស្រុកចិនស្ដេចចិនចង់សាកល្បងប្រាជ្ញារបស់ធនិញ្ជ័យខ្លាំងណាស់ថ្ងៃមួយស្ដេចចិនបានបង្គាប់ឲ្យធ្វើម្ហូបដ៏ឆ្ងាញ់រួចប្រាប់ធនិញ្ជ័យថានៃធនិញ្ជ័យថ្ងៃនេះយើងឲ្យឯងស៊ីបាយចុះបើឯងស៊ីបាយងើបមើលមុខយើងនឹងសម្លាប់ឯងប៉ុន្តែបើឯងស៊ីបាយអន់មុខចុះក៏យើងនឹងសម្លាប់ឯងដែរស្ដេចចិនគិតថាលើកនេះធនិញ្ជ័យច្បាស់ជាស្លាប់មិនខានព្រោះមិនដឹងជាត្រូវស៊ីរបៀបណាបើអន់ក៏ស្លាប់ងើបក៏ស្លាប់ប៉ុន្តែធនិញ្ជ័យមិនភ័យស្លន់ស្លោឡើយគេបានសុំអនុញ្ញាតពីស្ដេចចិនដើម្បីស៊ីបាយតាមរបៀបខ្លួនធនិញ្ជ័យបានយកបាយនិងម្ហូបដាក់លើក្បាលជង្គង់រួចហើយដេកផ្ងាស៊ីបាយបណ្ដើរសម្លឹងមើលទៅលើមេឃបណ្ដើរស្ដេចចិនឃើញដូច្នោះក៏សួរទាំងឆ្ងល់ថាចុះហេតុអ្វីបានជាឯងដេកស៊ីបាយផ្ងាបែបនេះធនិញ្ជ័យឆ្លើយតបវិញយ៉ាងវៃឆ្លាតថាពិតព្រះអង្គនៅស្រុកខ្មែរទូលព្រះបង្គំមេឃវាខ្ពស់ជាងស្រុកចិនដូច្នេះហើយទើបទូលព្រះបង្គំចង់ដេកមើលមេឃស្រុកចិនតើវាខ្ពស់ដូចមេឃស្រុកខ្មែរដែរឬទេស្ដេចចិនឮដូច្នោះក៏តតម្រេះនិងកោតសរសើរនៅភាពវៃឆ្លាតរបស់ធនិញ្ជ័យដែលអាចដោះស្រាយបញ្ហាបានយ៉ាងល្អមិនអន់មិនងើបមើលមុខស្ដេចតែដេកផ្ងាវិញអត្ថន័យអប់រំរឿងនេះបង្រៀនយើងឲ្យចេះប្រើប្រាជ្ញាស្មារតីដើម្បីដោះស្រាយបញ្ហាតច្រកនិងការចេះបត់បែនតាមកាលៈទេសៈ